Một nè ná pra computer dù hỏi ở chế chạy speed computer ta ta computer miền RAM phần man pra CPUประเภทไว้ตาmiền graphic card หรือ OS ต่อมาใช้ទាំងអស់គ្នាជាដំបូងអ្នកគ្នា right click លើ test bar បន្ទាប់មកអ្នកគ្នាយក test manager បន្ទាប់មកអ្នកគ្នា select លើ performance នោះវានឹងបង្ហាញព័ត៌មានអំពី computer របស់អ្នកគ្នាតើប្រើ CPU ប្រភេទអ្វីមាន memory ប្រមាណ G តើអ្នកគ្នាប្រើ storage ប្រភេទអ្វីហើយ Wi-Fi របស់អ្នកគ្នាប្រភេទអ្វីហើយនឹង CPU របស់ computer របស់អ្នកទាំងអស់គ្នាដើម្បីកាន់តែលម្អិតជាងនេះអ្នកគ្នាគ្រាន់តែចុច Windows បូក O រួចអ្នកគ្នា search DHDIAG មកអ្នកគ្នាចុច OK នោះវានឹងបង្ហាញព័ត៌មាននៅក្នុង computer របស់អ្នកគ្នាទាំងអស់ដែលមានដូចជា BIOS model computer OS និងជាច្រើនទៀតអ្នកគ្នាអាចធ្វើការ research មើលខ្លួនឯងបាននិងវិធីចុងក្រោយគឺឆែកទាំងអស់នៅក្នុង computer អ្នកគ្នាគ្រាន់តែដូចវាថា system information តោះមកអ្នកគ្នាចុច run វាមកទៅពីចេញបែបនេះអ្នកគ្នាអាចមើលទៅលើ OS version ឬក៏ BIOS model របស់ computer របស់អ្នកគ្នាដែលវាជាព័ត៌មានលម្អិតនៅក្នុង computer របស់អ្នកគ្នាតែម្ដងបើកថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ like និង follow ម្នាក់មួយ